ឥឡូវយើងមកដល់កម្មវិធី After Effects ណាបាទមកដល់ After Effects ហើយយើង import asset វាចូលសិនណាយើងមកស្ដាំនេះកន្លែងនេះយក import ណាឬក៏ចុច2ដង double click កន្លែងនេះបងប្អូននេះកន្លែងនេះយើងឈរនៅលើបច្ចេកនេះបាទហើយបន្ទាប់មកអ្នកទាំងអស់គ្នា import មកហើយ asset ហ្នឹងចាំខ្ញុំដាក់ចូលនៅក្នុង link download បងប្អូននៅក្នុង Telegram channel បងប្អូនចាំខ្ញុំដាក់នៅក្រោមវីដេអូហ្នឹងអញ្ចឹង asset ដែលខ្ញុំត្រូវយកប្រើពេលហ្នឹងមានកំប៉ុង2បងប្អូនមាន Pepsi ហើយនឹងMonster អញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំ import កំប៉ុង2ហ្នឹងហើយអានេះមួយទៀត HDRI អញ្ចឹងខ្ញុំយកវាទៅទាំង3ហ្នឹងអញ្ចឹងណាហើយបន្ទាប់មកយើងដោះ tick កន្លែងនេះផងបងប្អូនកន្លែង create composition បងប្អូនណាយើងកុំចុចវាទៅចុចវាបង្កើត composition មួយទៀតហើយឥឡូវយើង import មកបាទវាចូលមកដល់កន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាបង្កើត com មួយចុចកន្លែងនេះក៏បានចុចកន្លែងនេះក៏បានអញ្ចឹងណាវាដូចគ្នាអញ្ចឹងណាឥឡូវខ្ញុំចុចកន្លែងនេះមកបាទចុចកន្លែងហ្នឹងហើយឃើញហើយទំហំគឺខ្ញុំយកប៉ុណ្ណេះគឺ full HD 1920x18ហើយយក frame rate 25អញ្ចឹងណាហើយអ្នកទាំងអស់គ្នាបដូរពី basic មកកន្លែង advanced អញ្ចឹងណាបាទយកកន្លែងហ្នឹងបាទអូអ្នកទាំងអស់គ្នាបដូរឈ្មោះវាឲ្យផងអញ្ចឹងណានេះបដូរឈ្មោះនេះយើង select លើវាយើងចុច enter ហើយយើងដាក់ថា scene 1អញ្ចឹងណាខ្ញុំឥឡូវខ្ញុំធ្វើ scene ទី1សិនអញ្ចឹងបាទប៉ុណ្ណឹងយើង double click លើវាដើម្បីយើងបើក com ហ្នឹងអញ្ចឹងណានេះមានន័យថាឥឡូវយើងកំពុងឈរលើ com ហ្នឹងហើយនេះ com ហ្នឹងបាទហើយបន្ទាប់មកយើងទាញobject យើងទៅពីដាក់ចូលមកបាទយើងទាញដាក់កន្លែងនេះមកបាទបានកន្លែងហ្នឹងហើយយើងចុច OK មកនេះ OK បាទអញ្ចឹងខ្ញុំគិតថាកំប៉ុងហ្នឹងវាធំណាស់បងប្អូនណាវាធំជាង com របស់យើងអញ្ចឹងខ្ញុំ scale វាមកខ្ញុំចុចអក្សរ S អញ្ចឹងណាអ្នកទាំងអស់គ្នា select វាទាំងពីរទៅ select ចាបាទហើយយើងចុចអក្សរ S មក scale នេះអញ្ចឹងណានេះអញ្ចឹងខ្ញុំដាក់វាមកល្មមសិនហើយខ្ញុំទាញវាចុះក្រោមតិចបាទយកប៉ុណ្ណេះអញ្ចឹងយើងបានកំប៉ុង2ណាបងប្អូននេះមាន Pepsi អានេះ Pepsi ពណ៌ខ្មៅហើយអានេះកំប៉ុងរបស់ Monster អញ្ចឹងខ្ញុំសេរីវាឲ្យធំតិចឲ្យវាប៉ុនអុយខ្ញុំសេរីនេះតិចឲ្យវាប៉ុនគ្នាអ្នកទាំងអស់គ្នាបាទហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាខ្ញុំបង្កើតប្លង់កាមេរ៉ាមួយអញ្ចឹងណាខ្ញុំបង្កើតប្លង់កាមេរ៉ាសិនអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកាន់ layer new កាមេរ៉ាហ្នឹងខ្ញុំយក focal length របស់វាខ្ញុំយក25 mm មីលីម៉ែត្រណាបងប្អូនកាមេរ៉ាទី1ហ្នឹងអញ្ចឹងខ្ញុំយកទៅប៉ុណ្្នឹងទេបាទបានកាមេរ៉ាអញ្ចឹងខ្ញុំឈរទៅលើកាមេរ៉ាហ្នឹងអញ្ចឹងបងប្អូនហើយយើងបើកកន្លែងនេះផងបងប្អូនបើកដើម្បីយើងដាក់ object យើងឲ្យចំកណ្ដាលខ្ញុំយកជាវានៅចំកណ្ដាលហើយអាកំប៉ុងនេះវាលក្ខណៈ clone មកទូចបន្តអញ្ចឹងណាអញ្ចឹងខ្ញុំសេរីលើកាមេរ៉ាសិនណាបងប្អូនខ្ញុំសេរីនៅលើ transform របស់វាអញ្ចឹងកំប៉ុងខ្ញុំដាក់ចំកណ្ដាលអញ្ចឹងហើយអញ្ចឹងខ្ញុំសេរីកាមេរ៉ាបន្តិចទៅលើ position វាអញ្ចឹងបងប្អូននេះខ្ញុំសេរីប៉ុណ្ណាខ្ញុំចុះវាបន្តិចមកអញ្ចឹងចុះវាបន្តិចកំប៉ុងខ្ញុំចុះវាមកបន្តិចមកខ្ញុំទាញ position អញ្ចឹងខ្ញុំទាញប៉ុណ្ណេះមកចាអ្នកទាំងអស់គ្នាពេលខ្លះទៅយើងធ្វើមើលជាក់ស្ដែងយើងទាញដៃពេលខ្លះអញ្ចឹងណាបងប្អូនខ្ញុំស្រីប្រឆិតចេះមកឲ្យវារៀងកោងអញ្ចឹងឃើញស្អាតណាបងប្អូនខ្ញុំស្រីប៉ុណ្ណឹងអញ្ចឹងប៉ុណ្ណេះខ្ញុំយកប៉ុណ្ណេះបានហើយអញ្ចឹងកំប៉ុង Monster នេះខ្ញុំយកវាចុះក្រោមបន្តិចខ្ញុំចុចអក្សរ P យក position ហ្នឹងបងប្អូននេះអាវាយចុះក្រោមណាខ្ញុំយកប៉ុណ្ណេះមកខ្ញុំយកវាប៉ុណ្ណេះអញ្ចឹងណាហើយកាមេរ៉ាខ្ញុំសេរីវាសិនបងប្អូនខ្ញុំសេរីរយចំណុចមួយឲ្យវាប្រស
transfer តិចណាឥឡូវខ្ញុំយកប៉ុណ្ណេះចុះបងប្អូនបាទពេលខ្លះទៅអ្នកទាំងអស់គ្នាខ្ញុំធ្វើខុសពីលើកមុនខ្លះអញ្ចឹងគ្រាន់ថាបើគិតជា flow គឺវាតែមួយទេអញ្ចឹងណាពេលខ្លះអាចត្រូវទាំងស្រុង 100% បងប្អូនណាហើយឥឡូវខ្ញុំចាប់ផ្ដើមclone កំប៉ុងនេះម្ដងអញ្ចឹងណាអញ្ចឹងកំប៉ុងហ្នឹងខ្ញុំដាក់វាទៅក្រោយអញ្ចឹងខ្ញុំមើល4 view តែទាំងខ្ញុំមើល4 view អញ្ចឹងអ្នកកំប៉ុងនេះខ្ញុំដាក់វាឲ្យវាមកក្រោយមកប៉ុណ្ណេះហើយខ្ញុំយកនេះfront នេះអញ្ចឹងខ្ញុំទាញវាចុះក្រោមខ្ញុំទាញវាចុះអញ្ចេះយកប៉ុណ្ណេះមកកុំឲ្យវា clear ពីគ្នាពេកអញ្ចឹងណាហើយអ្នកទាំងអស់គ្នាពវល់លើវាតិចឲ្យវាកុំឲ្យប្រឆិតអញ្ចឹងឲ្យវាលក្ខណៈបង្ហាញ brand របស់គេឲ្យចំអញ្ចឹងអ្នកទាំងអស់ចុចអក្សរអញ្ចឹងកន្លែងកំប៉ុង Pepsi អ្នកទាំងអស់គ្នាពវល់វាកុំឲ្យវាប្រឆិតអញ្ចឹងលក្ខណៈយើងដាក់ឲ្យចំហ្នឹងណាហើយកំប៉ុងនេះក៏អញ្ចឹងដែរអញ្ចឹងយើងដាក់វាឲ្យ logo គេចំបង្ហាញជា brand ម៉ាកយីហោរបស់គេអញ្ចឹងណាចាឥឡូវខ្ញុំពវល់ទៅលើកំប៉ុងរបស់ Pepsi សិនណាបងប្អូនខ្ញុំចុចអក្សរ O ខ្ញុំសេរីវានេះសេរី rotation វានៅលើអក្សរ Z ណាខ្ញុំយកប៉ុណ្ណេះមកបាទហើយបន្ទាប់មក monster យើងហ្នឹងយើងដាក់អក្សរ O ដែរទៅហើយយើងសេរីនៅលើអក្សរ Z ដូចគ្នាឲ្យវាចំអញ្ចឹងនេះចំអញ្ចឹងឲ្យវាចំអញ្ចឹងបាទឥឡូវខ្ញុំបិទ transform វាសិនកុំឲ្យវាឃើញញញច្រើនពេកបាទអញ្ចឹងខ្ញុំកំណត់ណាខ្ញុំកំណត់ទៅលើឥឡូវខ្ញុំ clone ទៅលើកំប៉ុងទាំងអស់នេះសិនណាខ្ញុំយកមកខាង3អញ្ចឹងណាអញ្ចឹងអាកំប៉ុងនេះយើងទុកជាទូឲ្យយើងដាក់វាពីលើចេះមកអញ្ចឹងណាយើងបដូរវាពណ៌នេះមកពណ៌ក្រហមញ៉េះបាទហើយនេះយើងដាក់ពណ៌បៃតងអញ្ចឹងទៅហើយបន្ទាប់មកយើង control អក្សរ D control អក្សរ D ហើយយើងចូលមក4 view វិញអញ្ចឹងណា4 view ដើម្បីយើងទាញកម្រិតវាមកអញ្ចឹងអ្នកទាំងគ្នាណាយើងទាញមកអូ sorry បងប្អូនអ្នកទាំងគ្នាទាញតាមអាក់នេះនេះបាទហើយចូលមកអាក់នេះបងប្អូនទាញអាក់សេតនេះចុះក្រោមណាឃើញទេចុះក្រោមកុំឲ្យវាឆ្ងាយពីគ្នាពេកអ្នកទាំងអស់គ្នាឲ្យវាគៀកគ្នាតិចអញ្ចឹងណានេះខ្ញុំយកប៉ុណ្ណឹងយើងអានេះជាការឆ្នៃរបស់យើងបងប្អូនហើយបន្ទាប់មកទៀតអានេះខ្ញុំទាញវាមកចុះក្រោមព្រោះអានេះវាចាត់ទុកថាវាទី1អានេះទី2អញ្ចឹងណាចាំយើង rename សម្គាល់អញ្ចឹងណាឥឡូវយើង clone មួយទៀត control អក្សរ D ណាខ្ញុំយកអានេះដាក់ចុះក្រោមវិញអញ្ចឹងខ្ញុំទាញវាមកខាងនេះបងប្អូនខ្ញុំធ្វើមួយបងប្អូនបាទព្យាយាមមើលបាទយើងបានមួយចំហៀងហ្នឹងបងប្អូនណានេះយើងបានហើយដើម្បីឲ្យវា fit អ្នកទាំងអស់គ្នាចុច C ចុចសញ្ញាសួរនេះឲ្យវា fit viewport ហ្នឹងបាទហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើម clone វាមកខាងទៀតដាក់ខាងនេះម្ដងអញ្ចឹងណាអញ្ចឹងយើង clone ដូចមិញដដែលទេឥឡូវខ្ញុំយកអានេះមួយអញ្ចឹងណាអានេះឥឡូវខ្ញុំដាក់វាពណ៌យើងតំណាងថាវានៅខាងឆ្វេងបងប្អូនអញ្ចឹងខ្ញុំយកវាពណ៌ផ្កាឈូកនេះបងប្អូនភូផលពណ៌នេះបាទហើយខាងឆ្វេងខ្ញុំដាក់សម្គាល់ពណ៌វាគឺពណ៌ផ្កាឈូកណាឥឡូវខ្ញុំ control អក្សរ D នេះវាធ្លាក់មកនេះអូធ្លាក់មកណាកន្លែងនេះមួយណាក៏បានណាបងប្អូនអញ្ចឹងខ្ញុំទាញវាមកខាងនេះបងប្អូនអញ្ចឹងមកខាងនេះមកអញ្ចេះអញ្ចឹងណាមកអញ្ចេះអញ្ចឹងណាអញ្ចឹងខ្ញុំយកវាដាក់ចុះក្រោមសិនបងប្អូនណាហើយខ្ញុំបដូរពណ៌វាឲ្យហើយខ្ញុំដាក់វាពណ៌ទឹកក្រូចអញ្ចឹងណាអាហ្នឹងណានៅខាងស្ដាំអញ្ចឹងទំព័រខាងស្ដាំគឺពណ៌ទឹកក្រូចណាខ្ញុំលួចវាបន្តិចហើយខ្ញុំបវលវាអញ្ចឹងឲ្យវាលក្ខណៈដូចវាចូលមកខាងនេះវិញឲ្យ logo វាអញ្ចឹងណាអញ្ចឹងខ្ញុំបវលវាមកខាងនេះអញ្ចឹងវាចូលលក្ខណៈអញ្ចឹងឲ្យវាស្តៀងនេះមកក
កុំឲ្យវាខ្លាំងពេកប៉ុណ្ណេះមកបាទហើយយើងខ្លួនបន្តទៀតមកអញ្ចឹងពីរទៀតមកធ្វើដូចអានេះមកអញ្ចឹងបាទបានប៉ុណ្្នឹងហើយខ្ញុំគាត់ថាវាស្អាតហើយអញ្ចឹងខ្ញុំឲ្យវា fit viewport នឹងវិញអ្នកទាំងអស់គ្នាចុចស៊ីសញ្ញាសួរក៏បានឬក៏ចុចកន្លែងនេះបងប្អូនណាយក fit ណាយកពាក្យថា fit ណាបាទដូចគ្នាឥឡូវខ្ញុំចាប់ផ្ដើមធ្វើចលនាលើវាអញ្ចឹងបងប្អូនណាប៉ុន្តែអ្នកទាំងអស់ខ្ញុំភ្លេច save ផងអញ្ចឹង save កុំភ្លេច save អញ្ចឹងខ្ញុំ save ម្ដងហើយឥឡូវខ្ញុំ save ម្ដងទៀតអ្នកទាំងអស់គ្នាមើលខ្ញុំចូល save ហើយនេះខ្ញុំដាក់ can project អញ្ចឹងហើយអ្នកទាំងអស់គ្នាដាក់ folder មួយអញ្ចឹងណាបាទខ្ញុំ save បាទឥឡូវខ្ញុំចាប់ផ្ដើមធ្វើចលនាទៅលើវាអញ្ចឹងខ្ញុំធ្វើចលនាទៅលើកាមេរ៉ាអញ្ចឹងកាមេរ៉ាអញ្ចឹងខ្ញុំប្រើដាក់ key frame កន្លែងនេះទៅ position ហើយនឹងrotation អញ្ចឹងខ្ញុំយក3ហ្នឹងណាខ្ញុំយកត្រឹមនេះframe ទី14ហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ key frame វាតទៀតអ្នកទាំងអស់គ្នាបើសិនអ្នកទាំងអស់គ្នាអត់បាន customize អា key frame ហ្នឹងគឺវាចេញមកខាងនេះអញ្ចឹងហ៎អញ្ចឹងដើម្បី customize ដូចខ្ញុំបានអ្នកទាំងអស់គ្នាគ្រាន់តែចុចកន្លែងនេះកន្លែងនេះអញ្ចឹងណាកន្លែងទៅទេអញ្ចឹងម៉ៅស្ដាំអ្នកទាំងអស់គ្នាយក column ហើយ tick យក key ហ្នឹងវានឹង load អា key frame ហ្នឹងមួយទៀតមកខាងនេះអញ្ចឹងណាបើអ្នកទាំងអស់គ្នាដកអានឹងចេញវា load មកខាងនេះអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាដាក់ដូចខ្ញុំមកដើម្បីវាស្រួលចិត្តដៃអញ្ចឹងណាដើម្បីស្រួលយើងធ្វើការអញ្ចឹងបាទហើយបន្តមកទៀតខ្ញុំចាប់ផ្ដើម zoom វាចូលបន្តិចហ្នឹងណាខ្ញុំប្រើកាមេរ៉ា zoom ណា zoom មកហើយខ្ញុំចុះមកបន្តិចចុះមកហើយកំប៉ុងហ្នឹងខ្ញុំឲ្យវាចុះមកសិនអញ្ចឹងអានេះកំប៉ុងហ្នឹងកំប៉ុងក៏ខ្ញុំប្រើ key frame ដែរអញ្ចឹងខ្ញុំប្រើ2ខ្ញុំប្រើ position ហើយនឹង rotation ណាខ្ញុំចុចអក្សរ P ចុច C អក្សរ O អញ្ចឹងណាអញ្ចឹងខ្ញុំ tick ខ្ញុំមក key frame កន្លែងនេះសិនខ្ញុំចុច C ដើម្បីវា snap អញ្ចឹងណាឲ្យវាឆក់មកចំអាហ្នឹងអញ្ចឹងអញ្ចឹងខ្ញុំចុចលើ position ខ្ញុំ tick ទាំង3នេះសិនមកអញ្ចឹងណាហើយខ្ញុំទាញវាមកខ្ញុំដាក់ key frame វាតទៀតអញ្ចឹងណាអញ្ចឹងអាកន្លែងហ្នឹងខ្ញុំពវល់ខ្ញុំពវល់កំប៉ុងមកវល់ឲ្យវាមកខាងនេះបងប្អូនវល់មិនចេះអញ្ចឹងណាអញ្ចឹងខ្ញុំដាក់វាកៅដូចជាខ្ញុំដាក់40អញ្ចឹងខ្ញុំដាក់40អញ្ចឹងវាវល់ប៉ុណ្ណេះចឹងឲ្យវាវល់មកឃើញទេបាទខ្ញុំដាក់40ហើយកំប៉ុងហ្នឹងខ្ញុំឲ្យវាចោះខ្ញុំប្រើ position ខ្ញុំប្រើអវាយណានេះខ្ញុំដាក់វាចុះអញ្ចឹងណាខ្ញុំយកត្រឹមប៉ុណ្ណេះហើយកាមេរ៉ាយើង zoom ចូលទៀតអញ្ចឹងណាយើង zoom ចូលហើយជាមួយខ្ញុំតឡើងកំប៉ុងមកឡើងមកលើតិចបាទប៉ុណ្ណេះអញ្ចឹងនេះអង្កលឃើញទេវាមានវាមកសិនហើយអញ្ចឹងណាហើយបន្ទាប់មកទៀតវាចូលមកដល់ខ្ញុំធ្វើនោះដូចជា4វិនាទីអញ្ចឹងបងប្អូនអានេះខ្ញុំបង្កើត15អត់ទេខ្ញុំកាត់វាចាំខ្ញុំកាត់វាចោលបាទអញ្ចឹងមកដល់កន្លែងនេះខ្ញុំបង្កើតមួយទៀតខ្ញុំបង្កើត key frame វាមួយទៀតអញ្ចឹងណាបង្កើត key frame វាហើយកាមេរ៉ាខ្ញុំបង្កើតដែរបាទខ្ញុំបង្កើតមកហើយខ្ញុំលួចពវល់វាបន្តិចទៀតអញ្ចឹងណាមកខាងនេះអ្នកទាំងអស់គ្នាលួចវាបន្តិចអត់អីដើម្បីឲ្យវានៅមាន action អញ្ចឹងណាឃើញទេពេលវាចេញមកវានៅតែមាន action បន្តបរិហាអញ្ចឹងណាហើយកាមេរ៉ារបស់យើងក៏អញ្ចឹងដែរខ្ញុំអានេះវា zoom បានប៉ុណ្ណេះហើយអញ្ចឹងណាវាចុះប៉ុណ្ណេះហើយអញ្ចឹងយើង zoom វាទៅទៀតអញ្ចឹងណាមិនតិចយើងលួចវាប៉ុណ្ណឹងណាបងប្អូនបាទដើម្បីឲ្យវាឃើញលក្ខណៈបែបអញ្ចេះណា
បាទអញ្ចឹងខ្ញុំបន្តមកខ្ញុំដាក់ key frame មួយទៀតទុកខ្ញុំធ្វើឲ្យវាលក្ខណៈវាបិទប្លង់អញ្ចឹងអ្នកទាំងអស់គ្នាឥឡូវខ្ញុំចាត់ទុកថាវាត្រឹម4វិនាទីឥឡូវខ្ញុំselect វាទាំងអស់អញ្ចឹងណាខ្ញុំទាញវាមកបន្តិចបាទប៉ុណ្ណេះហើយខ្ញុំដាក់ key frame វាទាំងអស់អ្នកទាំងអស់គ្នាសង្កត់មកខាងឆ្វេងឲ្យជាប់មកទាញដូចខ្ញុំអញ្ចឹងណាគឺវាមកឃើញទេបាទយើងដាក់ប៉ុណ្ណឹងណាបាទយើងទាញវាបន្តិចបងប្អូនតិចទៀតដើម្បីទុកយើងធ្វើលក្ខណៈបើកប្លង់បិទប្លង់ហ្នឹងអ្នកទាំងអស់គ្នាដល់ពេលខ្ញុំធ្វើដល់ពេលវាបិទប្លង់ហ្នឹងអាកំប៉ុងហ្នឹងហោះឡើងទៅលើអញ្ចឹងណាហោះឡើងទៅលើអានេះវាចូលមកជំនួសអញ្ចឹងនេះ Pepsi ចូលមកជំនួសកន្លែងហ្នឹងខ្ញុំធ្វើណាឥឡូវអញ្ចឹងយើងមកមើលវីដេអូចាស់សិនដែលខ្ញុំធ្វើហ្នឹងបងប្អូនឥឡូវយើងអូសវាមើលនេះវាចេញមកឃើញវាមកម្ដងមួយបងប្អូនហើយបន្ទាប់វាវិលពវល់មកបន្តិចមកវាវិលរើតាមកាមេរ៉ាបាទវាហោះឡើងបងប្អូនហោះឡើងអាកំប៉ុងមួយទៀតចូលមកជំនួសអញ្ចឹងបងប្អូនឥឡូវយើងធ្វើតាមនឹងវិញអញ្ចឹងណាធ្វើតាមចាស់របស់ខ្ញុំវិញអញ្ចឹងវាឡើងមកដល់ប៉ុណ្ណឹងកំប៉ុងហ្នឹងអញ្ចឹងអាកំប៉ុងវាហោះឡើងប៉ុន្តែពេលដែលវាហោះឡើងក៏វាវិលថែមទៀតដែរបងប្អូនអញ្ចឹងឲ្យវាមានចង់និយាយថាមានដូចកម្លាំងវាហោះឡើងអញ្ចឹងបងប្អូនឡើងមកឡើងតាម position អវាយបងប្អូនឲ្យវាឡើងមកចេះមកឡើងប៉ុណ្ណេះអញ្ចឹងណាឲ្យវាឡើងឲ្យផុតមកបាទឲ្យផុតអញ្ចឹងណាឲ្យផុតអញ្ចឹងនេះអានេះចូលមកអញ្ចឹងតែនេះខ្ញុំគាត់ថាប្លង់កាមេរ៉ាខ្ញុំដូចគៀកពេកខ្ញុំបន្ថយវាសិនបន្ថយបន្តិចអញ្ចឹងណាតែឲ្យយកប៉ុណ្្នឹងចុះបាទណាបាទហើយកាមេរ៉ាខ្ញុំលួចrotate វាបន្តិចអញ្ចឹងណាលួចឲ្យវាមាន motion ខ្លះអញ្ចឹងបងប្អូនកុំឲ្យវាអត់មានសោះអញ្ចឹងណាអញ្ចឹងខ្ញុំអានេះខ្ញុំពវល់វាមកបន្តិចចាបន្តិចប៉ុណ្ណាហើយខ្ញុំទាញវាមកនេះបងប្អូនអញ្ចឹងណាមកនេះអូខេឲ្យវាមកចាអានេះខ្ញុំពវល់វាមកនេះមកបន្តិចបាទហើយបន្តិចហើយយើងទាញវាធ្វើឲ្យវានៅចំកណ្ដាលបងប្អូនណាបាទយើងចេះដល់វាតិចបាទហើយបាទឲ្យវានៅចំកណ្ដាលបងប្អូនយើងស្រីវាសំខាន់ឲ្យកំប៉ុងនេះបងប្អូននៅចំកណ្ដាលអញ្ចឹងណាអញ្ចឹងខ្ញុំស្រីវាចំកណ្ដាលវិញបាទដោយសារយើងបដោតលើអានឹងសិនបាទយើងមើល play មើលឃើញទេវានៅមាន action ទេបាទអញ្ចឹងប៉ុណ្ណឹងឥឡូវបានប៉ុណ្ណឹងហើយឥឡូវអីដែលខ្ញុំត្រូវនេះខ្ញុំធ្វើចលនារបស់កំប៉ុងនឹងទាំងអស់នឹងសិនណាបងប្អូនណាឥឡូវខ្ញុំបិទកាមេរ៉ាសិនខ្ញុំបិទកាមេរ៉ាបងប្អូនបិទកាមេរ៉ាហើយខ្ញុំបិទផ្នែកកំប៉ុងនឹងសិនបងប្អូនណាអញ្ចឹងខ្ញុំមកធ្វើខ្ញុំបិទ transform វាសិនកុំឲ្យញញច្រើនពេកបងប្អូនណាអញ្ចឹងខ្ញុំធ្វើខាងនេះមុនសិនបងប្អូននេះខាងឆ្វេងមុនណាបងប្អូនអញ្ចឹងខ្ញុំមើលកន្លែងដែលខ្ញុំកំណត់ទីតាំងដែលខ្ញុំកំណត់ key frame ខ្ញុំចុចអក្សរ U អញ្ចឹងណាអញ្ចឹងខ្ញុំនៅកន្លែងនេះអញ្ចឹងណាបាទត្រឹម frame ទី14អញ្ចឹងពណ៌ឈូងនេះផ្នែកខាងឆ្វេងណាបងប្អូន select ទាំងអស់មកចុចអក្សរ P បាទយើងដាក់ key frame វាមក
ហើយមកដល់កន្លែងនេះបងប្អូនទាញវាចុះហើយទាំងអស់ទៅណាបងប្អូនតម្លាក់វាចុះឲ្យអស់ទៅណាអញ្ចឹងដាក់តាមអវាយតម្លាក់វាចុះបងប្អូនអញ្ចឹងហ៎បាទហើយបន្ទាប់មកបងប្អូនដាក់ keyframe កន្លែងនេះទៀតនេះកន្លែងនេះទៀតអញ្ចឹងណាកន្លែងហ្នឹងទៀតអញ្ចឹងណាបងប្អូនដើម្បីបងប្អូនទាញវាចុះឡើងវិញណាទាញវាចុះវិញអញ្ចឹងវាទៅបាត់អញ្ចឹងណាអញ្ចឹងណាបាទហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមរៀបចំទៅលើ keyframe របស់វាអញ្ចឹងណាបាទខ្ញុំលើ keyframe របស់វាខ្ញុំម៉ៅស្ដាមខ្ញុំយកថា keyframe assistant យក ECE ឬក៏ S9 នៅលើ keyboard អញ្ចឹងណាហើយបន្តមកខ្ញុំបើកCrash Editor អញ្ចឹងបងប្អូនណានេះឃើញទេខ្ញុំបើកកន្លែងហ្នឹងខ្ញុំ select កន្លែងតំបន់នេះអញ្ចឹងខ្ញុំបើកអានេះវាធំតិចអញ្ចឹងខ្ញុំសេរីឲ្យវា smooth ហ្នឹងណាកុំឲ្យវាចលនាទៅមកគោកពេកអញ្ចឹងណាអានេះខ្ញុំយកប៉ុណ្ណេះមកអញ្ចឹងបាទហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាធម្មតាកំប៉ុងយើងអត់ឲ្យវាមកស្មើគ្នាទាំងអស់អញ្ចឹងទេអញ្ចឹងអ្នកទាំងអស់គ្នាលួចរួចអានេះបញ្ចូលតិចណាបងប្អូននេះរួចប៉ុណ្ណេះមកយើងគាត់ថាមើលអ្នកទាំងអស់ឲ្យមើលសិនអញ្ចឹងណាបាទហើយបន្ទាប់មកទៀតខ្ញុំសេរីដៃសិនណាអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាមើលបាទនេះឲ្យលក្ខណៈបែបអញ្ចឹងណាបងប្អូននេះបាទឲ្យវាលក្ខណៈអញ្ចឹងបានវាស្អាតណានេះជំរឿនយើងបើកកំប៉ុងរបស់យើងឡើងវិញហ៎ជំរឿនណាបាទនេះអញ្ចឹងឃើញទេបាទហើយបន្ទាប់មកទៀតវាក៏ទៅតាមលំដាប់របស់វាដែរអញ្ចឹងណាប៉ុន្តែខ្ញុំឲ្យនេះទៅមុនអ្នកទាំងអស់គ្នាខ្ញុំឲ្យអាកំប៉ុងនេះទៅមុនអញ្ចឹងណាបងប្អូននេះជាមួយខ្ញុំសេរី keyframe វាសិនអញ្ចឹងយើងជាក់ស្ដែងអានេះទៅមុនអត់ទេយើងទាញអញ្ចឹងយើងទាញ keyframe អានេះមកប្រឡោះនេះអញ្ចឹងបាទហើយអានេះមកប្រឡោះនេះហ៎បាទណែអញ្ចឹងឲ្យវាមកអញ្ចឹងបាទណែឲ្យវាមកតាមលំដាប់អញ្ចឹងបាទណាបាទណាវាបងប្អូនវាយឺតពេកអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំ select ទាំងអស់ហ្នឹងខ្ញុំចុចអាល់ឲ្យជាប់ណាហើយខ្ញុំរុញ keyframe ឲ្យវាគៀកគ្នាបន្តិចអញ្ចឹងណាកុំឲ្យវាយឺតពេកណាបាទយកប៉ុណ្ណេះហ៎អានេះអញ្ចឹងដែរខ្ញុំរុញវាខ្ញុំ select វាទាំងអស់មកអញ្ចឹងខ្ញុំចុចអាល់ឲ្យជាប់ខ្ញុំរុញទាញ keyframe គៀកតិចបងប្អូនណាបាទអញ្ចឹងបាទអញ្ចឹងអានេះខ្ញុំយកត្រឹមប៉ុណ្ណេះទេបងប្អូនខ្ញុំយកត្រឹម4វិណាបងប្អូនអញ្ចឹងខ្ញុំ select អានេះខ្ញុំរុញវាឲ្យផុតនៅដល់ត្រឹម4វិហ្នឹងចុះញ៉េ sorry បងប្អូនអញ្ចឹងអានេះខ្ញុំយកត្រឹម4វិណាបងប្អូនអញ្ចឹងខ្ញុំ select keyframe វាទាញមកឲ្យច្រឹបត្រឹម4ហ្នឹងអញ្ចឹងណាបាទត្រឹម4ហ្នឹងហើយខ្ញុំទាញវាមកបន្តិចទៀតណាបាទកុំឲ្យវាដាច់ពេកអញ្ចឹងយកត្រឹមនេះខ្ញុំចុចអក្សរ N លើ keyboard ហើយខ្ញុំដាក់ cursor ចំកន្លែងនេះខ្ញុំម៉ៅស្ដាំខ្ញុំយក tripcom work area បាទយកត្រឹមប៉ុណ្ណឹងឃើញទេយើងបានហើយអ្នកទាំងអស់គ្នា
បាទបងប្អូនឥឡូវយើងចាប់ផ្ដើមធ្វើចលនានៅផ្នែកខាងឆ្វេងម្ដងបងប្អូនណាបាទឥឡូវខ្ញុំសូមមើល key frame របស់ខាងស្ដាំសិនដើម្បីខ្ញុំរៀបចំអាខាងឆ្វេងហ្នឹងឲ្យវាទិសដៅវាប៉ុនគ្នាកម្រិតស្មើគ្នានេះបងប្អូនណាអញ្ចឹងនេះពណ៌ទឹកក្រូចណាបងប្អូនផ្នែកខាងស្ដាំបងប្អូនអញ្ចឹងខ្ញុំចុចអក្សរ P បាទខ្ញុំដាក់ position លើវាហើយខ្ញុំទាញមកនេះ playhead នេះមកចុងគេអស់ខ្ញុំដាក់មួយទៀតបាទអញ្ចឹងបាទហើយបន្ទាប់ខ្ញុំដាក់ទៅតាមនឹងដែរអញ្ចឹងនេះខ្ញុំដាក់វាមួយទៀតបាទមួយទៀតអញ្ចឹងបាទអានេះខ្ញុំបិទសិនណាអត់អីទេអានេះខ្ញុំមើលដើម្បីជា reference ហ្នឹងអញ្ចឹងបាទអានេះរួចរាល់ខ្ញុំ lock វាណាបាទអានេះក៏រួចរាល់ដែរ lock វាទៅបាទបាទរួចហើយឥឡូវខ្ញុំបិទផ្នែកវាសិនបិទផ្នែកណាដែលរួចហើយបងប្អូនខ្ញុំធ្វើកន្លែងណាដែលអត់តន់រួចអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំ select ទាំងអស់ហ្នឹងបងប្អូនហើយអ្នកទាំងអស់គ្នាដាក់ key frame select អត់តន់អស់បងប្អូន select អស់ហើយខ្ញុំ select ទាំងអស់ហ្នឹងបាទបងប្អូននេះ key frame ខ្ញុំអូជាប់សោបងប្អូននេះខ្ញុំច្រឡំមិញដោះសោ select វាទាំងអស់មកបើខ្ញុំច្រឡំបិទមិញបងប្អូនអញ្ចឹងយើងតម្លាក់វាចុះមកតាមអវាយបងប្អូនណាអវាយណាបាទហើយបន្តមកវាមកអញ្ចឹងឃើញទេហើយវាមកបាទអញ្ចឹងខ្ញុំ select វាទាំងអស់មកអញ្ចឹងខ្ញុំអត់បាច់ទាញ key frame វាខ្លាំងពេកខ្ញុំដាក់តែប៉ុណ្ណឹងបានហើយអញ្ចឹងឃើញទេលេងទៅអីបងប្អូនតែវានៅតែបុកដូចខ្លាំងពេកបងប្អូនអញ្ចឹងខ្ញុំលួចស្រីវាបន្តិចណាកន្លែងពវលនេះបងប្អូនណាយកអានេះហ៎វាបន្តិចមកហើយនឹង position បាទយកប៉ុណ្ណេះបងប្អូនអានឹងយើងសេរីមើលនឹងផ្នែកជាក់ស្ដែងបងប្អូនអញ្ចឹងណានេះអត់អីបងប្អូនហ្នឹងអាចយកបានបាទអូខេអញ្ចឹងសម្រាប់ប្លង់ទី1គឺបញ្ចប់ត្រឹមប៉ុណ្ណឹងបងប្អូនណាហើយយើងចាំជួបគ្នាប្លង់ទី2បន្តទៀតបាទអរគុណអ្នកទាំងអស់គ្នា